តមកវិញញ៉ៃទាំងអស់គ្នាថាថៃបាន break up ហ្នឹងទៅមិនចាញ់ទេហេតុអីបានលក់ដាច់ខ្លាំងម៉េចមិនបានភ្ញៀវរបស់យើងឲ្យតែបានប្រាហើយពីម្នាក់ទៅម្នាក់ទៅសោអត់ដាច់ពីមាត់ទេបងប្អូនមាន feedback ច្រើនមែនតើនេះបងប្អូននេះមួយចំនួនតូចផងទាំងតែក្រុមហ៊ុនអត់សូវបានបង្ហាញទៅកាន់បងប្អូនទាំងអស់គ្នាទេហើយមិនត្រឹមតែប្រើត្រូវខ្លួនឯងខ្ញុំសូមតែសើភ្ញៀវរបស់ខ្ញុំហ្មងណាគាត់ប្រើស្បែកមុខរបស់គាត់ប្រសើរឡើងច្រើនហើយគាត់ណែនាំទៅកាន់មិត្តភ័ក្តិបងប្អូនរបស់គាត់ថែមទៀតអូយកន្លែងហ្នឹងអរគុណខ្លាំងមែនតើឥឡូវយើងមកដឹងពីមូលហេតុសំខាន់មួយចំនួនដែលធ្វើឲ្យ break up ខ្លាយទៅជា skin care ដែលចាំបាច់បំផុតសម្រាប់បងប្អូនទាំងអស់គ្នាមិនថាវ័យណាទេចាជាពិសេសនៅពេលដែលបងប្អូនឃើញស្បែករបស់ខ្លួនឯងចាប់ដើមមានស្នាមជ្រួញហើយឡើងជួមឡើងអាចរួយហើយបញ្ហាទាំងអស់ហ្នឹងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែខ្លាំងទៅទាំងដែលយើងព្យាយាម lip skin care ដែរប៉ុន្តែ lip អត់បានផលហ្នឹងហើយអញ្ចឹងកន្លែងហ្នឹងបងប្អូន break up នេះរាល់ពាក្យពេចន៍ដែលខ្ញុំបានជម្រាបជូនទៅកាន់បងប្អូនទាំងអស់គ្នាមិនមែនដោយសារតែខ្ញុំហ្នឹងបកកាយនិយាយក្បោះក្បាយទេមិនមែនអញ្ចឹងទេបងប្អូនបើសិនជាខ្ញុំអត់មានអំណះអំណាងពីអ្នកឯកទេសសើស្បែកនៃការផលិត break up នេះឡើងមកគឺខ្ញុំអត់ដឹងប្រាប់បងប្អូនថាមិនទេដោយសារតែវាមិនមែនជាជំនាញរបស់ខ្ញុំប៉ុន្តែផ្ទុយទៅវិញនៅពេលដែលយើងចាប់ផ្ដើមដំណើរការផលិត skin care មក break up នេះឡើងមានអ្នកជំនាញសើស្បែកច្រើនមែនទែនដែលគាត់ធ្វើការសិក្សាស្រាវជ្រាវពិសោធន៍ហើយពិសោធន៍ទៀតថាផលិតផលអស់នេះគឺមានសុវត្ថិភាពក្នុងការជួយស្បែកមុខបងប្អូនប្រសើរឡើងបន្តិចម្ដងរហូតទៅដល់បងប្អូនបានស្បែកមុខដែលស្អាតហើយប្រើដោយជឿជាក់តែម្ដងអញ្ចឹងឥឡូវត្រឡប់មកវិញសម្រាប់បងប្អូនដែលកំពុងតែ lip skin care ការ lip skin care អាចនឹងបងប្អូនយល់ច្រឡំថាចេះពេលដែលយើងលាបទៅអត់មានបញ្ហាអីយើងសន្មតថាអូខេយើងលាបវាត្រូវហើយទាំងដែលវាអត់បានជួយស្បែកមុខរបស់យើងឲ្យវាល្អត្រឡប់មកវិញហើយប្រសើរបន្តិចម្ដងទេកន្លែងហ្នឹងណាខ្លាចបងប្អូនមានការយល់ច្រឡំហ្នឹងធៀបពិតនៅពេលដែលយើងរើស skin care ដែលត្រូវបងប្អូនស្បែកមុខរបស់យើងរាល់បញ្ហាមិនថាស្ងួតមិនថាស្អាប់មិនថាជាប់មិនថាអាចរុយមិនថាជ្រួញទេវានឹងចាប់ផ្ដើមថយហើយទៅតាមមុខងារផលិតផលមួយចឹងដែលខ្ញុំធ្លាប់ប្រាប់បងប្អូនអញ្ចឹងថា break up របស់យើងគឺឈុតបតឹងព្យាបាលនិងចិញ្ចឹមស្បែកមុខនេះសរោមរបស់យើងបងប្អូននៅពេលដែលបងប្អូនទាំងអស់គ្នាមានស្បែកមុខដែលចាប់ផ្ដើមយាធ្លាក់ចាប់ផ្ដើមឡើងកាឡាជ្រួញហើយរុនញើសរបស់យើងក៏ធំទៀតអញ្ចឹងអត់ចម្លែកទេដែលគេមើលមកយើងឃើញចាស់សូម្បីតែយើងឆ្លុះកញ្ចក់ខ្លួនឯងក៏យើងទើសចិត្តដែរសរោមនេះមានមុខងារបកកាយខ្លាំងមែនទែនក្នុងការជួយបតឹងនិងជួយបង្រួមរុនញើសនៅលើមុខរបស់យើងឲ្យរួមតូចឲ្យយើងមានភាពហាប់ណែនក្មេងជាងវ័យអញ្ចឹងបងប្អូនយកសរោមនឹងមកញីនៅលើបរិវេណដែលស្បែករបស់យើងមានបញ្ហាដែលបងប្អូនអត់ចូលចិត្តកន្លែងចង្អោរមាត់អីនេះហ្នឹងចាយើងទាញវាអញ្ចេះមកកន្លែងភ្នែកយើងច្បូតវាអញ្ចេះមកកន្លែងរុនរោមធំយើងយកមកញីវាអញ្ចេះមកបងប្អូនពីមួយថ្ងៃទៅមួយថ្ងៃបងប្អូននឹងចាប់ផ្ដើមឃើញមុខខ្លួនឯងប្រសើរបន្តិចម្ដងសរោមនេះគឺបកកាយខ្លាំងណាសម្រាប់បងប្អូនដែលប្រើផលិតផលរបស់គេយូរហើយប៉ុន្តែអត់ទាន់ឃើញអីប្លែកនេះមកប្រើ break up បងប្អូនហើយ break up គឺឆ្លងកាត់ការពិសោធន៍ច្បាស់លាស់ណាស់បងប្អូនអត់មានផលលំបាកឬក៏ហានិភ័យអីទៅថ្ងៃក្រោយទេអត់ខ្លាចថាអូប្រើទៅស្អាតតែពេលហ្នឹងស្រាប់តែឈប់ប្រើមានបញ្ហាអីផ្សេងអត់ទេ break up គ្រាន់តែជាតួអង្គមួយក្នុងការជួយព្យាបាលជួយចិញ្ចឹមកោសិកាស្បែកមុខបងប្អូនឲ្យល្អប្រសើរត្រឡប់មកវិញនៅពេលដែលបងប្អូនឈប់ប្រើអូខេអាចនឹងបងប្អូនរក skin care ណាផ្សេងបើបងប្អូនចង់ផ្លាស់ប្ដូរវានឹងទៅតាមអីដែលយើងកំពុងតែលាបវាបច្ចុប្បន្នហ្នឹងប៉ុន្តែបើលាប break up តទៅទៀតវានឹងកាន់តែប្រសើរឡើងហ្នឹងហើយបន្ទាប់ពីលាបសេរ៉ូមបតឹងនេះហើយនេះគ្រីមរបស់យើងបងប្អូនបកកាយណាស់សម្រាប់អ្នកស្បែកមុខស្ងួតស្បែកមុខស្អាប់ឡើងជាំឡើងអាចរុយបងប្អូនហេតុអីបើខ្ញុំតែងតែនិយាយថាបកកាយណាស់បងប្អូនគួរតែប្រើទៅបញ្ហាទាំងអស់ហ្នឹងគឺខ្ញុំមានទាំងអស់នៅលើមុខរបស់ខ្ញុំហ្មងខ្ញុំឥឡូវនេះអាយុ40ហើយបងប្អូនអញ្ចឹងរាល់បញ្ហាស្បែកមិនមែនថាតើតែតារាទៅបាត់ស្អាតទេអត់ទេតារាហ្នឹងហើយអ្នកសិល្បៈហ្នឹងហើយប្រឈមនឹងការខូចមុខច្រើនជាងគេដោយសារពីមួយថ្ងៃទៅមួយថ្ងៃនេះខ្ញុំផាត់មុខបែបហ្នឹងបងប្អូនខ្ញុំថតវីដេអូនេះចូលម៉ោង11 12យប់វិញខ្ញុំទៅចាប់ពីកម្មវិធីអញ្ចឹងស្បែកមុខរបស់ខ្ញុំគឺរងខូចច្រើនជាងបងប្អូនទៅទៀតសួរថាហេតុអីបានមុខរបស់ខ្ញុំមកអីដូចដែលបងប្អូនបានឃើញឥឡូវហ្នឹងទាំងដែរពីមុនមកបងប្អូនស្បែកមុខរបស់ខ្ញុំស្ងួតខ្លាំងណាស្ងួតខ្លាំងផាត់ម្សៅក៏អត់ចូលដែរវានៅប្រទេសបតាសពីសពូពេញហ្នឹងហ្មងគេហៅស្បែកស្ងួតខ្លាំងរហូតដល់វិវត្តទៅរកស្អាប់ហើយបន្ទាប់មកទៀតខ្ញុំក៏ធ្លាប់ឡើងអាចរុយ 4-5 គ្រាប់នៅសងខាងកន្លែងនេះចាបន្ទាប់មកទៀតយើងទៅម៉ាសាញញិចមុនហើយស្រាប់តែយើងទៅថតហាក្តៅឡើងស្នាមជាំទៀតនេះបងប្អូនពីដុំនៅលើกระดาษថ្ពាល់នេះហ្មងអញ្ចឹងបញ្ហាទាំងអស់ហ្នឹងខ្ញុំធ្លាប់ឆ្លងកាត់ហើយហ្នឹងហើយមួយទៀតស្បែកមុខរបស់ខ្ញុំក៏ធ្លាប់កើតមុនដែរបងប្អូនឡើងពេញហ្នឹងហ្មងអញ្ចឹងបន្ទាប់ពីការកើតមុនហើយវាប្រកាសជាមានស្នាមហើយព្យាបាលមុនក៏មិនទាន់ជាស្នាមនឹងក៏វានៅសល់ទៀតអូឡើងពេញមុខហ្មងណាដូចអីដែលខ្ញុំរៀបរាប់អញ្ចឹងណាបានន័យថាស្បែកមុខរបស់ខ្ញុំក៏ខូចដូចតែស្បែកមុខបងប្អូនដែរទេប៉ុន្តែនៅពេលដែលខ្ញុំមាន skin care ដែលត្រូវមួយស្បែកមុខគឺយើងលែងអីហ្មងស្នាមជ្រួញក៏ថយស្នាមជាំស្នាមអាចរុយក៏ស្រាលទៅរហូតដល់មើលឡើងឃើញហើយបើនិយាយពីស្នាមសល់ពីការកើតមុនវិញអូយស្នាមហ្នឹងគឺបាត់លឿនជាងគេបងប្អូនគ្រាន់តែបងប្អូនយកគ្រីមហ្នឹងយកមកញីនៅបរិវេណស្បែកយើងដែលមានបញ្ហាហ្នឹងគឺយើងធូរស្រាលច្រើនហ្មងចាហើយបាត់ស្នាមហ្នឹងគឺលឿនមែនតែនអញ្ចឹងឈុត break up មាន3មុខនេះបងប្អូនក្រៅតែពីបតឹងព្យាបាលហើយយើងមានការការពារពី break up
sunscreen របស់យើងនេះលាបទៅគឺមុខរបស់យើងការពារពន្លឺបានពេញមួយថ្ងៃហើយថែមទាំងមានសំណើមនៅលើស្បែកមុខរបស់យើងទៀតនិយាយរួមទៅ Bright Up គឺជាប្រភេទផលិតផលដែលផ្ដល់សំណើមប៉ុន្តែក្នុងលក្ខខណ្ឌមួយដែលបងប្អូនអត់ចូលចិត្តមុខបែបគីឡូបែបហ្នឹងណាបងប្អូនបាច់ទិញ Bright Up ទេព្រោះ Bright Up នៅពេលដែលលាបទៅអំឡុងពេលដែលកំពុងតែលាបនិងអំឡុងពេលដែលកំពុងតែព្យាបាលឬក៏ក្រោយនឹងហើយស្បែកមុខបងប្អូនស្អាតហើយគឺស្បែកមុខរបស់យើងមើលទៅឃើញអាលូងអញ្ចឹងបងប្អូនអាលូងអញ្ចឹងបើសិនជាបងប្អូនអត់ចូលចិត្តមុខអាលូងអញ្ចឹងទេអូខេអត់ត្រូវមួយ Bright Up ទេព្រោះ Bright Up ចាប់ផ្ដើមមុខអាលូងចាប់ផ្ដើមមុខមានសំណើមនឹងតាំងពីថ្ងៃបងប្អូនប្រើថ្ងៃដំបូងមកចាប៉ុន្តែមិនមែនបានន័យថាស្នាមជាំស្នាមអាចរុយបាត់នៅពេលថ្ងៃដំបូងហ្នឹងឯណាចាគ្មានផលិតផលណាដែលលាបស្នាមជាំស្នាមអាចរុយបាត់ភ្លាមក្នុងសប្តាហ៍ដំបូងទេប៉ុន្តែអីដែលយើងសម្គាល់បានណាស្បែកមុខរបស់យើងទៅជាទន់ទៅជាមានសំណើមមើលមកអត់គ្រីមក្រោះអត់ដូចថាសមេសមរបៀបអញ្ចឹងសបញ្ជាក់ឲ្យឃើញថាអូខេស្បែកមុខរបស់យើងទទួលបានសារធាតុចិញ្ចឹមនៅអីដែលគេកំពុងតែត្រូវការហ្នឹងហើយបងប្អូនខ្ញុំតែងតែនិយាយពាក្យហ្នឹងហ្មងពីព្រោះជួនកាលយើងអត់ដឹងថាពិធីសម្គាល់របៀបម៉េចដើម្បីកំណត់ថាស្បែកមុខរបស់យើងហ្នឹងលាប skin care ត្រូវបញ្ជាក់បងប្អូនការលាប skin care មិនមែនថាអូលាបទៅមុខយើងអត់កើតអីសន្មតថាលាបត្រូវឯអត់ទេ skin care ដែលលាបត្រូវគឺលាបទៅនឹងបានផលបញ្ហាដែលកំពុងតែមាននឹងវាស្រាលទៅរហូតដល់លែងមានហ្មងនឹងបានគេហៅថា lip skin care ដែលត្រូវអញ្ចឹងបងប្អូនចាប់ផ្ដើមជាមួយនឹង Bright Up អត់ទាន់ហួសពេលទេជាពិសេសអ្នកដែលធ្វើការងារហត់អត់សូវមានពេលថែរក្សាស្បែកមុខឬក៏គិតច្រើនអីវាឲ្យសញ្ញាតាមស្បែកមុខរបស់យើងហ្នឹងហើយអញ្ចឹងថែទាំស្បែកមុខជាមួយនឹង Bright Up បងប្អូនបាច់ទាន់ជឿខ្ញុំខ្លាំងពេកអីទេចាទោះបីជា Bright Up មាន promotion បងប្អូនចង់ចំណេញយកច្រើនឈុតក៏ Bright Up អត់ចង់ណែនាំលក់ឲ្យ2 3ឈុតដែរចាសឹងតែថាមានភ្ញៀវដែលក្រុមការងាររបស់យើងហ៊ានឆ្លើយទៅភ្ញៀវវិញណាមកគ្រួសាររបស់គាត់មានគ្នា3នាក់ចាបងប្អូនស្រីរបស់គាត់ចង់ទិញ3ឈុតប៉ុន្តែពួកខ្ញុំស្នើសុំហ្មងបងយកតែមួយឈុតសិនទៅបានហើយបងប្អូនចែកគ្នាលាបចូលចិត្តហើយចាំមកយកទៀតប៉ុន្តែជាលទ្ធផលបងប្អូនគាត់យកមួយឈុតហ្នឹងទៅគាត់លាបមកផ្ទះមែនគាត់សាកដោយទាំងម៉ាក់គាត់ទៀតអញ្ចឹងគាត់ទិញថែមឡើង4 5ឈុតថែមទៀតអូបងប្អូនហ្នឹងហើយជាគោលដៅទីផ្សាររបស់ Bright Up អត់ខ្លាចនឹងបងប្អូនប្រើទេប្រើទៅសិនមិនបាច់ទិញច្រើនពេកទេប្រើតែបន្តិចទៅបងប្អូននឹងដឹងផលហើយអញ្ចឹងបងប្អូនអត់តន់ហួសពេលទេយើងថែទាំស្បែកមុខរបស់យើងឲ្យហាប់ណែនក្មេងជាងវ័យអត់សូវមានរុនរោមធំអត់មានស្នាមជាំអត់មានស្នាមអាចរុយអត់មានស្នាមសល់ពីការកើតមុនឬក៏បញ្ហាអីស្ងួតមុខអីខ្លាំងពេករហូតដល់មើលទៅអត់មានហុងស៊ុយនៅលើមុខអីអូយបងប្អូនលាប Bright Up បងប្អូននឹងបានស្បែកមុខដែលបងប្អូនចង់បានជ័យមែនចានេះសាកឈុតដំបូងបងប្អូនបាច់យកច្រើនទេយកមកឈុតទៅសិនហើយលាបមកផ្ទះសិនក៏បានដែរ